សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងអានចំណុចមួយនៅក្នុងសភៅរៀនតាមឆាវឆាវដែលខ្ញុំចេញផ្សាយជា e-book ទេអត់បានបោះពុម្ពទេចំណងជើងនៅក្នុងចំណុចនេះគឺបង្ហាញមហិច្ឆតាលឿនពេកស្មើនឹងបោះមហិច្ឆតាចោលដែលនិយាយពីយានសាវមានម្ដងយានសាវធ្លាប់ហៅឆាវឆាវមកនិយាយគ្នាគាត់បានបង្ហាញត្រាគុជឲ្យឆាវឆាវឃើញនិងនិយាយថាគាត់មានបំណងធ្វើជាស្ដេចនៅថ្ងៃក្រោយគាត់ចង់ឲ្យឆាវឆាវនឹងគ្រប់គ្រងគាត់ឆាវឆាវឃើញបែបនេះក៏សើចយានសាវការមានមហិច្ឆតាគឺជារឿងល្អក្នុងឋានៈរបស់យានសាវការចង់ធ្វើជាស្ដេចក៏មិនមែនជារឿងហួសហេតុដែររាជវង្សហានចោះខ្សោយហើយអ្នកដែលចង់ធ្វើស្ដេចចេះតែមានជាបន្តបន្ទាប់ប៉ុន្តែការនិយាយចេញមកក្រៅមិនមែនជាវិធីល្អទេឆាវឆាវសើចយានសាវមិនមែនដោយសារយានសាវមិនសមធ្វើជាស្ដេចទេគាត់សើចព្រោះយានសាវយករឿងនោះមកប្រាប់គាត់នៅក្នុងរឿងសាមកុក2010សុនឈៀនដែលមានចិត្តចង់ធ្វើស្ដេចមិននិយាយដោយខ្លួនឯងទេគាត់ទុកឲ្យលូស៊ូជាអ្នកនិយាយនិងបង្ខំគាត់ឲ្យទទួលស្គាល់មហិច្ឆតាមួយនេះសុនឈៀនមិនដែលនិយាយពីការចង់ធ្វើស្ដេចប្រាប់អ្នកណាទេសូម្បីតែពេលដែលគាត់ផ្ដាច់ខ្លួនពីនគរអ៊ុយក៏សុនឈៀនមិនទាន់ប្រកាសខ្លួនថាជាស្ដេចដែរអ្នកដែលបង្ហាញមហិច្ឆតាលឿនពេកនៅក្នុងរឿងសាមកុកមិនដែលបានផលល្អទេឧទាហរណ៍ដូចជាតុងជួចង់ឡើងធ្វើស្ដេចក៏ធ្វើឲ្យមន្ត្រីហានចាស់ចាស់ប្រើល្បិចដើម្បីកម្ចាត់ចោលយៀនស៊ូប្រកាសខ្លួនធ្វើជាស្ដេចក៏ត្រូវឆាវឆាវលើកតបមកវិញកងសុនយៀនហៅខ្លួនឯងថាជាស្ដេចក៏ត្រូវឆាវយួយចាប់ស៊ឺមេអ៊ីមកកម្ចាត់ចោលអ្វីដែលចង់បានមិនបាច់ប្រាប់គេរហូតទេការបង្ហាញមហិច្ឆតាលឿនពេកធ្វើឲ្យគេចំណែនយើងជាពិសេសពេលដែលទទួលផលបណ្ដាបង្កើតសត្រូវដោយមិនដឹងខ្លួនហើយអ្នកដែលមានបទពិសោធន៍ច្រើនជាងគេនឹងមើលស្រាលយើងគិតថាយើងបានតែមាត់ហើយវាคล้ายជាចំណុចខ្សោយរបស់យើងធ្វើឲ្យអ្នកដែលនៅកន្លែងដែលយើងចង់ទៅដល់ហ្នឹងមានការបារម្ភឥឡូវយើងសួរថាបើសិនជាមិនបង្ហាញមហិច្ឆតាតើយើងគួរធ្វើអ្វីគឺយើងត្រូវចាក់គ្រឹះខ្លួនឯងឲ្យមាំគឺមានជំនាញធនធានឥទ្ធិពលទំនាក់ទំនងឬក៏ខ្សែបណ្ដាញធ្វើឲ្យបានច្រើនជាងនិយាយយកលទ្ធផលដាក់នៅមុខបង្កើតទំនុកចិត្តពីអ្នកដទៃឲ្យច្រើនជ្រើសពេលនិងជ្រើសរើសមនុស្សដែលត្រូវបង្ហាញមហិច្ឆតានិងចុងក្រោយគេគឺធ្វើខ្លួនឲ្យដូចជាអ្នកនយោបាយទោះមហិច្ឆតារបស់យើងមិននៅក្នុងនយោបាយក៏ដោយពេលដែលល្អបំផុតដើម្បីបង្ហាញមហិច្ឆតាគឺពេលដែលយើងធ្វើបានសម្រេចពេលដែលឆាវឆាវឡើងធ្វើជាព្រះអង្គម្ចាស់អ៊ុយគឺជាពេលដែលរាជការហានទាំងមូលធ្លាក់ទៅក្នុងដៃតកូឆាវទៅហើយមន្ត្រីស្មោះត្រង់នឹងរាជវង្សហានបើមិនត្រូវឆាវឆាវកម្ចាត់ទេគឺចោះចូលជាមួយនឹងឆាវឆាវអស់ស្ដេចលាវសៀនក៏គាត់ដឹងថាដល់ពេលដែលឆាវឆាវបង្ហាញគោលបំណងពិតហើយតំណែងជាព្រះអង្គម្ចាស់នេះគឺជាជំហានចុងក្រោយមុននឹងទម្លាក់រាជវង្សហានចេះលាក់ទើបមានពេលសម្រេចមហិច្ឆតាខ្លួនឯងអ្នកដែលមិនចង់ឲ្យយើងជោគជ័យមានច្រើនជាងអ្នកដែលចង់ឃើញយើងជោគជ័យអញ្ចឹងនេះគឺជាអត្ថបទវិភាគមួយនៅក្នុងសភៅរៀនតាមឆាវឆាវនៅក្នុងសភៅនេះមានតែ25អត្ថបទទេដោយសារតែជាសភៅខ្លីបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍អាចទិញយកទៅអានបានឥឡូវនេះមានជា e-book ហើយបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍តួអង្គលាវប៉ៃហើយនិងតួអង្គខុងមីងក៏អាចទិញបានដែរមានទាំង e-book មានទាំងសភៅបោះពុម្ពរួចហើយសភៅរៀនតាមលាវប៉ៃមាន50អត្ថបទវិភាគហើយសភៅរៀនតាមខុងមីងមាន11ប៉ុន្តែជាអត្ថបទវែងបើចាប់អារម្មណ៍អាចឆាតទៅកាន់ Telegram ដែលខ្ញុំនឹងដាក់នៅក្នុង description នេះជា Telegram សម្រាប់លក់សភៅហើយខ្ញុំនឹងដាក់នៅក្នុង comment ដែរខែលោអ្នកនរគ្នារកអត់ឃើញអរគុណសម្រាប់ការស្ដាប់ចាំជួបគ្នានៅក្នុងវីដេអូក្រោយ